វីដេអូនេះថតតាំងពីថ្ងៃសិទ្ធិនារីមកហើយបងប្អូនទាំងអស់គ្នាតែគ្រាន់ថាអត់បានកាត់ថតផុសតាន់ពេលវេលាអញ្ចឹងណាសម្រាប់នៅក្នុងប្រទេសញូហ្សេឡង់នេះផងដែរថ្ងៃ8មិនិនាគឺជាថ្ងៃធម្មតារបស់គេដូចថាគេអត់សូវមានអ៊ូអព្រឹត្តិការណ៍អីកាត់ឡើងអីអញ្ចឹងណាបងប្អូនព្រោះដូចថានារីនៅនេះគឺមានសិទ្ធិស្មើនឹងបរិសុទ្ធតាំងពីដើមមកហើយអញ្ចឹងហើយដូចថាអត់មានសំខាន់អីដូចយើងអញ្ចឹងណាបងប្អូននិយាយទៅហើយខ្ញុំនេះក៏អត់មានធ្វើខ្លួនអីណាដើម្បីសិទ្ធិនារីដែរដោយសារថាជប់ធ្វើការថ្ងៃអាទិត្យមួយថ្ងៃបងប្អូនអញ្ចឹងឲ្យតែថ្ងៃអាទិត្យមួយថ្ងៃគេសុំធ្វើខ្លួនតិចហើយណាមួយសន្យាមួយកូនថាថ្ងៃអាទិត្យហ្នឹងនាំទៅញ៉ាំម្ហូបនៅម្ហូបកូរ៉េអញ្ចឹងហើយក៏យកកូនទៅបងប្អូនអើយហើយមានណាប្តីអត់បានទៅជាមួយប្តីរវល់បោចស្មៅពេកយកតកូនទៅហើយនឹងខ្ញុំនឹងទៅបើបានហើយបងប្អូនអើយហើយពេលនេះខ្ញុំដាក់កូនស្រីខ្ញុំឲ្យដើរអញ្ចឹងបងស្រីគេថាកុំឲ្យវាដើរអីម៉ាក់ចាំអូនណាបងឥឡូវតែរៀបរាប់ផ្លេចប្រាប់ឈ្មោះហាងបងប្អូនឈ្មោះគេដាមដាអញ្ចឹងណាឈ្មោះរបស់កូរ៉េនៅហាងគេនឹងឯងហើយនិយាយទៅម្ហូបនៅប្រទេសញូហ្សេឡង់នេះបងប្អូនអាហារកូនចានទូចប៉ុន្តែថ្លៃហ្មងណាដោយសារថាការរស់នៅក្នុងប្រទេសញូហ្សេឡង់នេះគឺថាថ្លៃខ្លាំងមែនតើអញ្ចឹងហើយខ្ញុំអីនេះងាយចូលហាងទេបងប្អូនអើយអាចថាយើងកម្រិះផងដែរអត់លុយចូលក៏ថាបានចង់និយាយថាសេដ្ឋកិច្ចនៅក្នុងញូហ្សេឡង់នេះក៏មិនទៅជាល្អអីណាស់ណាដែរបងប្អូនអើយនិយាយទៅយ៉ាប់ដូចគ្នាតាំងពីកូវីដហើយមកអញ្ចឹងការរស់នៅគឺថាថ្លៃទៅអញ្ចឹងបងប្អូនទាំងអស់គ្នាហើយឥឡូវនេះគាត់ order ទឹកនឹង2កែវទេណាបងប្អូនទាំងអស់គ្នាហើយhot dog នេះខ្ញុំអត់ចាំថាមួយម៉ានទេបងប្អូនគាត់ order hot dog ម្នាក់មួយអញ្ចឹងទៅហើយមើលកូននេះគេអង្គុយធ្វើរំភើយផាយផាត់ហើយខ្ញុំថាមិនដែលឃើញអាម៉ាហៀងអង្គុយដូចម៉ាហៀងអញ្ចឹងម៉ាក់ខ្ញុំអង្គុយតែចឹងបងប្អូនឲ្យតែអង្គុយលើកជើងឡើងលើហ្មងនឹងឥឡូវមើលម្ហូបយើងទាំងអស់គ្នានេះមួយចាននេះ$25បងប្អូនទាំងអស់គ្នា$25ញូហ្សេឡង់ហ្នឹងវាចូល7 8 10រៀលអាមេរិកយើងអីដឹងបងប្អូនហ្នឹងហើយនេះគុយទាវឆារបស់គេ$25ដែរសូមទោសបងប្អូនទាំងអស់គ្នាហើយរបស់កូនខ្ញុំមិញហ្នឹងគេហៅ creamy tteokbokki អានេះ glass noodle អាកាទៀវថ្លារបស់គេបងប្អូនដូចមីស៊ូដែរហ្នឹងហើយតែរបស់កូរ៉េគេហើយខ្ញុំញ៉ាំនៅហាងហ្នឹងខ្ញុំមានអារម្មណ៍ថាត្រូវមាត់រៀងដូចថាឆ្ងាញ់ខ្ញុំទៅរៀងញឹកដែរទៅបានប្រហែលដងហ្នឹងបងប្អូនទាំងអស់គ្នាគាត់ណាខ្ញុំភិកច្រើនខ្ញុំ order គីមជីស៊ុបខ្ញុំចូលចិត្តគីមជីស៊ុបនៅហាងហ្នឹងតែសារនេះខ្ញុំទៅឆ្អែតព្រោះតែធ្វើវីដេអូម្ហូបហើយបានចេញទៅយកកូនទៅដើរលេងហ្នឹងព្រោះអីមួយអាទិត្យចង់ធ្វើមិនឲ្យបានវីដេអូម្ហូបមួយពីរជូនបងប្អូនមើលចឹងណាព្រោះឥឡូវកូនរៀងធំហើយអញ្ចឹងប្រឹងឆ្លៀតធ្វើវីដេអូម្ហូបជូនបងប្អូនមើលវិញកុំចេញមកវីដេអូខ្លីលេខលក្ខច្រើនពេកហ្នឹងហើយកូនខ្ញុំនេះខ្ញុំពងថាអនាគតទៅផែចូលជឿអ្នកធ្វើ review ម្ហូបអីដឹងឯងបងប្អូន YouTube ចង់ឲ្យគាត់ទៅជា YouTuber ព្រោះឲ្យគាត់ចូលចិត្តខាងហ្នឹងដែរអញ្ចឹងណាបងប្អូនមើលឥឡូវឃើញគេកម្មិចកម្មើមកចេះធ្វើភ្លក់ចេះធ្វើមុខធ្វើមាត់ហើយនិយាយពីចូលចិត្តដល់ក៏តែរដងគាត់ញ៉ាំតែ original one ទេថ្ងៃនេះយក creamy មានណាបងប្អូនញ៉ាំក្នុងវីដេអូគេធ្វើឆ្ងាញ់គេគាត់ឆ្ងាញ់មែនតែពេលគាត់ឆ្អែតអាទឹកក្លុកគាត់ដល់ពេលហើយមានណាញ៉ាំអត់អស់ផងហ្នឹងព្រោះអីមួយចានហ្នឹងគាត់ថាញ៉ាំម្នាក់ឯងកូនប្រុសខ្ញុំក៏អត់ចង់ញ៉ាំអាហ្នឹងអញ្ចឹងហើយមានណាខ្ចប់យកមកផ្ទះសល់ដល់ល្ងាចទៀតដល់ពេលល្ងាចឡើងគាត់ញ៉ាំអាហ្នឹងទៀតចឹងទៅហ្នឹងហើយអត់